Đây là đó khi trong cứ dạ tranh mèn áo tại vậy thưa professional cứ tranh mỏng I cannot do like that vậy đó cứ không dạ tranh mèn khiêm thốt thưa chia cứ dạ tranh professional tranh mỏng bên vậy thôi ta nè mưa thưa chỉ khuôn ai oh, this is complicated cho mấy ông vậy thưa bài professional đóខ្ញុំធ្លាប់ធ្វើការជាបុគ្គលិកនៅក្នុងក្រុមហ៊ុនមួយរយៈពេល6ឆ្នាំខាងផ្នែកលក់ហើយបច្ចុប្បន្នហ្នឹងគឺខ្ញុំមកធ្វើជាបុគ្គលិក freelance បានរយៈពេល4ខែហើយខ្ញុំពិតជាចង់ឃើញអត់និយាយអត់ចាញ់ទេរៀងភាំងរៀងភ្លឹកឥឡូវបើនិយាយធ្វើសាមញ្ញមើលអ្នកនរគ្នាពីមុនណាខ្ញុំធ្វើជាបុគ្គលិកនៅក្នុងក្រុមហ៊ុនមួយផ្នែកលក់រយៈពេល6ខែ6ឆ្នាំអញ្ចឹងទៅខ្ញុំសម្រេចចិត្តថាខ្ញុំចង់ធ្វើជា freelancer វិញដោយសារតែធ្វើ freelancer ខ្ញុំមានពេលវេលាសម្រាប់ខ្លួនឯងពេលវេលាសម្រាប់មើលថែកូនរបស់ខ្ញុំហើយនឹងធ្វើការងារផ្ទះហើយយើងអាចrotate ម៉ោងបានអញ្ចឹងណាចាអញ្ចឹងទៅឥឡូវហ្នឹងខ្ញុំធ្វើបាន6ខែ4ខែហើយប៉ុន្តែវាអត់តន់ស៊ាំឯនៅភ័យអឡើយទេប៉ុន្តែខ្ញុំគិតថាខ្ញុំនឹងស៊ូឲ្យបានដោយខ្ញុំធ្វើវាបែបធម្មតាដូចខ្ញុំធ្វើការនៅក្នុងក្រុមហ៊ុនដែរគ្រាន់តែថាយើងមានចន្លោះម៉ោង focus អញ្ចឹងណាហើយមួយទៀតបើសិនជាម្ចាស់ផ្ទះដែលចាប់អារម្មណ៍ចង់ដាក់ listing ជាមួយខ្ញុំដូចជាផ្ទះជួលផ្ទះលក់ដីជួលដីលក់អីហ្នឹងអាចតាក់ទងមកខ្ញុំបានខ្ញុំមាន channel ខ្មែរ24 YouTube Facebook Instagram LinkedIn ប្រព័ន្ធ social media ហ្នឹងគឺខ្ញុំធ្វើទាំងអស់ធ្វើ marketing អញ្ចឹងទៅខ្ញុំអាចជួយរកភ្ញៀវឲ្យបានហើយបើសិនជាភ្ញៀវដែលចាប់អារម្មណ៍ចង់រកអចលនៈទ្រព្យជួលលក់ទិញគឺអាចតាក់ទងខ្ញុំបានដូចគ្នាអញ្ចឹងទាំងម្ចាស់ផ្ទះទាំងភ្ញៀវគឺអាចមករកខ្ញុំបានអញ្ចឹងណាបើសិនជាត្រូវការសេវាកម្មណាមួយនៅក្នុងវិស័យអចលនទ្រព្យហ្នឹងហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចឈរជើងនៅក្នុងវិស័យនេះជាភ្នាក់ងារឯករាជ្យក្នុងរយៈពេល1ឆ្នាំឥឡូវហ្នឹងគឺ start បាន4ខែហើយនៅសល់8ខែទៀតអញ្ចឹងរងចាំតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នានៅវីដេអូក្រោយសង្ឃឹមថាខ្ញុំអាចនឹងនិយាយល្អជាងហ្នឹងនៅក្នុងសម្លៀកបំពាក់ uniform by professional ហើយនិយាយ by professional តែឥឡូវហ្នឹងគឺខ្ញុំនិយាយអត់ចេញទេអាមុនហ្នឹងខ្ញុំធ្វើវីដេអូអត់ចេញទេអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាធ្វើបែបសាមញ្ញធម្មតាឲ្យអ្នកទាំងអស់គ្នាមើលវិញហើយក៏ចង់រក្សាភាពបានតែបង្ហាញខ្លួននៅក្នុងប្រព័ន្ធ social media គឺខ្ញុំចង់ធ្វើជា content creator ជាមួយនឹងវីដេអូ content អីអញ្ចឹងណាអញ្ចឹងទៅសង្ឃឹមថាខ្ញុំអាចធ្វើបានអរគុណ